ទឹកដីខេត្តព្រះវិហារហើយម៉ែបងប្អូនអូផ្លូវធំល្អម៉ែបងប្អូនឡាន5ក៏បើកមកជាងទៀតទេហើយធ្វើវាធំមែនទែននេះដល់ទីរួមខេត្តទៅម៉ែបងប្អូននៅប្រហែលជា3គីឡូទៀតដល់ហើយខេត្តព្រះវិហារទឹកដីខេត្តព្រះវិហារសង្គ្រាមក៏សង្គ្រាមតែសប្បាយក៏សប្បាយម្យ៉ាងតែដូចជាមិនជាភិតភ័យអីណាស់ណាទេហ្នឹងហើយវាយើងចង់និយាយថាបងប្អូននៅkiaក៏រៀងគាត់ភ័យដែរតែភ័យមិនបើគេនាំចូលទៅហ៊ានចូលប៉ូលីសចូលណែវាចឹងអត់ខ្លាចញើសព្រោះអាចចូលឆ្លៀនពៀនសៀមទេរងថ្ងៃហ្នឹងថារាជរដ្ឋាភិបាលតម្រូវការរើសថែមទៀតអូមខ្វះទេអ្នកចូលអ្នកស្រឡាញ់ប្រទេសជាតិច្រើនប្រទេសកម្ពុជាយើងទាំងនៅជួរមុខទាំងនៅជួរក្រោយបងប្អូនឃើញថាជួយគ្នាល្អណាស់ហ្នឹងហើយខ្ញុំឃើញតាំងពីអ្នករត់ទូដុករត់អីហ្នឹងគាត់ជួយថាសស័កសស្រាំជួយគ្នាដោយក្នុងការសាមគ្គីគេថាយើងចេះជួយគ្នានៅគ្រាលំបាកយើងជួយគ្នានៅប្រទេសជាតិចឹងគឺល្អមែនទេសហការគ្នាពួកហ្នឹងក៏វាអត់ហ៊ានដែរហើយថារើសទៅហ៊ានទៅប៉ូលីសទៀតចូលទៀតដល់ណាណៃម្ដងមើលវងមូលព្រះនរាយបងប្អូនសង្ហាទេទឹកដីខេត្តព្រះវិហារបងប្អូននេះទៅដល់ជាយបងប្អូននេះទៅដល់ផ្សារនេះផ្លូវទៅផ្សារតែម្ដងនេះផ្លូវឆ្ពោះទៅកាន់ប្រាសាទព្រះវិហារក៏បានស្រុកជាំសានក៏បានស្រុកកូលែនក៏បានសៀមរាបក៏បានបងប្អូនទៅដល់មន្ជ័យវិទ្យាមន្ជ័យផ្លូវហ្នឹងតែមួយនេះមកអេមបងប្អូនឥឡូវខ្ញុំសម្រេចចិត្តថាទៅដៃមែនយូរហើយនេះតែគាត់នៅជីកកាត់ទេបងប្អូនអត់បានចូលទេកុំថាងទៅចូលដៃមែនយូរដែរអីតែនឹងដៃមែនយូរទៅណាទេខ្ញុំឮតែគេថាបងប្អូនចាំមើលបើមានផ្លាកចាំបង្ហាញឲ្យឃើញហ្នឹងហើយមានចេះទេបងប្អូនហ៊ានទេដៃមែនយូរហ្នឹងទាំងណាឮតែគេថាហ្នឹងហើយបងប្អូនណែមានថាក៏យន្តតែកញ្ចុះលក់ទៀតបងប្អូនចង់ទិញយ៉ាងអីអាចទិញបាននេះបានតាមស្គាល់លេខទូរស័ព្ទគាត់ទេហ្នឹងហើយអរគុណច្រើនបងប្អូនតែនិយមតាមដានទស្សនាវីដេអូខ្លីវែងនឹងខមមិនទៀតល្អសម្រាប់ខ្ញុំនឹងមានទឹកចិត្តខំធ្វើបន្តទៀតហ្នឹងហើយបងប្អូនអរគុណច្រើនគ្រប់ជំរាបលាទាំងអស់គ្នាណា